ប្តីខ្ញុំក៏សួរខ្ញុំថាល្ងាចហ្នឹងបានអីញ៉ាំបាយខ្ញុំឆ្លើយប្រាប់គាត់ថាអត់ទាន់ដឹងថាត្រូវធ្វើម្ហូបអីញ៉ាំបាយទេចាសសួស្ដីបងប្អូនចុងភៅគេមិនដឹងទេតែចុងភៅខ្ញុំនេះគឺថាតទៅដល់គៀកដល់ម៉ោងញ៉ាំបាយតែម្ដងទើបរនឹកឃើញថាត្រូវធ្វើម្ហូបអីញ៉ាំបាយដល់ម៉ោងធ្វើម្ហូបខ្ញុំក៏ទៅបើកទូទឹកកកមើលថាមានសាច់មានបន្លែអីដែលត្រូវធ្វើម្ហូបញ៉ាំល្ងាចហ្នឹងខ្ញុំបើកទូទឹកកកទៅក៏ឃើញនៅសល់សាច់គោប្រឡាក់ទុកថ្ងៃមុនហ្នឹងហើយមានត្រីទៀតអញ្ចឹងខ្ញុំក៏ទៅហូបមើលបន្លែខ្ញុំមានសល់ផ្កាកាត់ណាហើយនឹងការ៉ុតបន្តិចហ្នឹងរួចហើយនៅសល់ស្វាយទៀតអញ្ចឹងខ្ញុំក៏នឹកឃើញថាស្វាយហ្នឹងខ្ញុំយកវាមកសាប់ញ៉ាំជាមួយត្រីចៀនតែម្ដងឥឡូវគឺថាចាប់ផ្ដើមធ្វើម្ហូបតែម្ដងត្រីនោះខ្ញុំលាងវាស្អាតហើយខ្ញុំក៏ប្រឡាក់ម្សៅស៊ុបបន្តិចទៅប្រឡាក់រួចហើយខ្ញុំទុកម្ដុំទៅរួចចាប់ផ្ដើមមកចិត្តបន្លែចិត្តស្វាយយើងវិញចាខ្ញុំចិត្តស្វាយរួចរាល់ហើយខ្ញុំទុកនឹងម្ដុំទៅរួចហើយខ្ញុំមកចិត្តផ្កាខាត់ណានិងការ៉ុតទៅហើយចិត្តរួចរាល់ហើយខ្ញុំទុកវាម្ដុំនឹងសិនទៅរួចហើយខ្ញុំមកសាប់ស្វាយហើយខ្ញុំធ្វើទឹកត្រីស្វាយនេះប្តីខ្ញុំឲ្យកូនខ្ញុំពួកគាត់អត់ចេះញ៉ាំទេខ្ញុំធ្វើទឹកត្រីស្វាយញ៉ាំជាមួយត្រីនេះខ្ញុំញ៉ាំតែម្នាក់ឯងទេខ្ញុំឲ្យតែថាជៀនត្រីអញ្ចឹងខ្ញុំចូលចិត្តញ៉ាំជាមួយសាប់ស្វាយអញ្ចឹងណាគឺថាជាតិឆ្ងាញ់តែម្ដងចាស្វាយខ្ញុំសាប់រួចរាល់ហើយចាប់ផ្ដើមខ្ញុំលាយគ្រឿងតែម្ដងខ្ញុំដាក់ប៊ីចេងបន្តិចទៅរួចហើយខ្ញុំដាក់ស្ករដាក់ទឹកត្រីបន្តិចចារួចខ្ញុំដាក់ខ្ទឹមក្រហមរួចខ្ញុំដាក់ម្ទេសបន្តិចទៅច្បល់គ្រឿងក្រៅនៅឲ្យសព្វចូលគ្នារួចហើយនឹងខ្ញុំទុកនឹងម្ដុំសិនទៅរួចហើយនឹងគឺថាខ្ញុំមកចៀនត្រីវិញម្ដងខ្ញុំចៀនត្រីនឹងខ្ញុំចូលចិត្តដាក់ខ្ញីបែបនេះឯងដាក់អញ្ចឹងទៅពេលដែលត្រីយើងចៀនទៅវាអត់មានក្លិនឆ្អាបត្រីទេត្រីនេះក៏ខ្ញុំចេះតាមម្ដាយក្មេកខ្ញុំដែរម្ដាយក្មេកខ្ញុំឲ្យតែពេលចៀនត្រីអញ្ចឹងគាត់ដាក់ខ្ញីអញ្ចឹងទៅគាត់ចៀនរួចហើយគឺថាញ៉ាំទៅអត់មានក្លិនឆ្អាបទេចាខ្ញុំចៀនត្រីឆ្អិនរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកចៀនសាច់គោវិញម្ដងផ្ទះខ្ញុំក្តៅខ្ញុំក៏ចាក់ប្រេងចូលទៅសាច់គោនឹងខ្ញុំប្រឡាក់ទុកថ្ងៃមុនហ្នឹងខ្ញុំយកវាមកចៀនតែ3 4ប្រទេសអញ្ចឹងទៅនៅសល់ទៀតចាចៀនសាច់ប្រឡាក់ទុកអញ្ចេះស្រួលមួយយ៉ាងដែរថ្ងៃណាដែលរនឹកមុខម្ហូបអីអត់ឃើញអញ្ចឹងយកសាច់ហ្នឹងមកចៀនហើយឆាបន្លែតែមួយមុខទៀតទៅរួចចាគោខ្ញុំចៀនឆ្អិនរួចរាល់ហើយចាប់ផ្ដើមខ្ញុំមកឆាបន្លែវិញម្ដងបន្លែហ្នឹងខ្ញុំមុនយកទៅឆាគឺខ្ញុំយកវាទៅស្រុះសិនស្រុះរួចហើយខ្ញុំដាក់ខ្ទះដាក់ប្រេងឲ្យក្តៅលីងខ្ទឹមឲ្យឈ្ងុយចាប់ផ្ដើមចាក់បន្លែហ្នឹងចូលទៅតែម្ដងបន្លែហ្នឹងខ្ញុំឆាវាតែ2 3ត្រឡប់ទៅរួចហើយខ្ញុំដាក់គ្រឿងទេសម្សៅស៊ុបស្ករសប្រេងខ្យងតែប៉ុណ្្នឹងរួចអាហារពេលល្ងាចខ្ញុំ